បាទសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សីហា Immortal ថ្ងៃនេះមានខននឹងមកបន្តនៅសាច់រឿង Novel របស់យើងជាបន្តទៀតហើយប៉ុន្តែមុននឹងចូលទៅកាន់សាច់រឿងរបស់យើងអ្នកទាំងគ្នាក៏កុំភ្លេចចុច Like រីឯអ្នកមកថ្មីក៏កុំភ្លេចចុច Subscribe មកកាន់ Channel របស់ Admin ម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តមកកាន់adminក្នុងការផលិតវីដេអូចេះជួយអ្នកទាំងគ្នាទស្សនាជាបន្តនឹងហើយបើអ្នកទាំងគ្នាចុច Like ហើយតោះយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅសាច់រឿងក៏បានចាប់ផ្ដើមឡើងនៅពេលដែលឈិនមួយក៏បានបញ្ចូលទៅកាន់អ្នកទាំងអស់គ្នាបន្តទៀតថាអ្វីដែលប៉ាសុគារបស់យើងអាចជួយទៅកាន់គ្រូជាតិបានគឺការបង្កើតឱកាសឲ្យគ្រូជាតិគឺធ្វើការវិឆ្មោះទៅកាន់ពួកគេនៅពេលដែលពួកគេគឺបាត់បង់ស្មារតីពេលនោះហើយគឺជាពេលវេលាដ៏ល្អបំផុតដើម្បីឲ្យគ្រូជាតិគឺធ្វើការវិឆ្មោះទៅកាន់ពួកគេមិនថាពួកយើងគឺជាប៉ាលេខ1នៃប៉ាសុគាដែលបានជួយទៅកាន់លោកគ្រូជាតិនិងប្រើប្រាស់ទង់ដើម្បីផ្ទេរកងទ័ពរបស់លោកគ្រូជាតិទៅសម្រាប់មេប៉ាក៏ដូចជាគុណសិស្សដែលមកពីគ្រប់និកាយចោលទាំងអស់ដែលបានធ្វើចិត្តគំនិតរបស់មេប៉ាទាំងនោះគឺធ្លាក់ចូលទៅក្នុងភាពចលាចលទោះបីជាបដិរបស់គេមិនស្ថិតក្នុងភាពចលាចលយូរណាស់ក៏ដោយនេះក៏ជាពេលវេលាដ៏ល្អបំផុតសម្រាប់លោកគ្រូជាតិធ្វើការវិឆ្មោះទៅកាន់ពួកគេទាំងអស់គ្នាម្យ៉ាងវិញទៀតមិនថាពួកគេមានកម្រិតវឹកហាត់ស្មើនឹងលោកគ្រូជាតិក៏ពួកគេនៅតែខ្សោយជាងលោកគ្រូជាតិអញ្ចឹងពីព្រោះលោកគ្រូជាតិគឺបានវឹកហាត់យ៉ាងត្រឹមត្រូវជាមួយនឹងការវឹកហាត់របស់គាត់បានធ្វើឲ្យធម៌ពលរបស់គាត់គឺលើសពីអ្នកដទៃទៅទៀតហើយក្រុមកលក្ខណៈនៃការលិចវិឆ្មោះច្បាស់ណាស់ពួកគេគឺមិនអាចទប់ទល់ជាមួយនឹងលោកគ្រូជាតិសម្បីតែបានមួយស្នីដុល្លារនេះគឺប្រៀបដូចទៅនឹងទស្សនវិជ្ជានៅទីក្រុងធានបូនៅពេលដែលស្ដេចរ៉ាឌូធានក៏កំពុងតែប្រយុទ្ធជាមួយនឹងលោកតាកលោកគ្រូជាតិក៏បានធ្វើការវាយប្រហារទៅកាន់ស្ដេចរ៉ាឌូធានត្រឹមតែមួយស្នេហ៍តែប៉ុណ្ណោះបានធ្វើឲ្យស្ដេចរ៉ាឌូធានគឺថាស្លាប់បាត់បង់ជីវិតភ្លាមតែម្ដងពីមកគេក៏បានគិតថាគ្រូជាតិគឺបានឆ្លៀតឱកាសដើម្បីសម្លាប់ពួកគេទាំង4នាក់ចំពោះអ្នកផ្សេងទៀតគឺត្រឹមតែធ្វើឲ្យរងរបួសតែប៉ុណ្ណោះនោះគឺដោយសារតែសមត្ថភាពរបស់លោកគ្រូជាតិគឺនៅមានកម្រិតទោះជាយ៉ាងណាក៏ដោយមិនថាសមរភូមិនេះអស្ចារ្យប៉ុណ្ណាក្នុងការបង្ហាញទស្សនវិជ្ជាក៏ដូចជាអំណាចដ៏ខ្លាំងបំផុតនៅក្នុងលោកនេះទេហើយក៏មានមនុស្សមិនច្រើនទេដែលយល់ពីស្ថានភាពនៅក្នុងទីនោះវាយ៉ាងវិញទៀតមានតែមនុស្សពី300នាក់តែប៉ុណ្ណោះដែលមានវត្តមាននៅទីនោះដែលចំពោះមនុស្សពី300នាក់នោះគឺថាឈិនមួយគឺបានសម្ដៅទៅលើអ្នកយាមខាងឆ្វេងនិងអ្នកយាមខាងស្ដាំអញ្ចឹងណាដែលពួកគេគឺអាចយល់ពីចលនាប្រយុទ្ធរបស់ជើងខ្លាំងទាំងអស់គ្នានៅក្នុងសមត្ថភូមិមួយនោះសូម្បីតែម្ចាស់សាលទាំង300សក៏ពួកគេមិនអាចមើលឃើញពីចលនាប្រយុទ្ធរបស់ពួកគេទាំងនោះបានច្បាស់លាស់ឡើយចំណែកឯឈិនមួយគេក៏បានកលេចទៅមើលនៅសមត្ថភូមិមួយនោះម្ដងទៀតប៉ុន្តែគេក៏មិនអាចមើលឃើញអំពីស្ថានភាពនៅទីនោះច្បាស់លាស់នោះឡើយគឺបានត្រឹមតែឃើញសាសសពហោះពីពេញផ្ទៃអាកាសតែប៉ុណ្ណោះជាមួយនឹងពន្លឺដែលបញ្ចេញដោយសិល្បៈដ៏ទេវភាពជាមួយនឹងជំនាញដើរទាំងអស់នោះឥឡូវនេះមនុស្សទាំងអស់នៅក្នុងសមត្ថភូមិមួយនោះគឺសល់តែ8នាក់តែប៉ុណ្ណោះដែលរាប់បញ្ចូលទាំងលោកគ្រូជាតិផងដែរហើយមនុស្សទាំង7នាក់នោះសុទ្ធតែជាអ្នកខ្លាំងបំផុតប៉ុន្តែឈិនមួយក៏មិនអាចដឹងថាអ្នកទាំងនោះគឺមានឈ្មោះអ្វីនោះឡើយដែលពួកគេគឺអាចទប់ទល់ជាមួយនឹងគ្រូជាតិដល់ដំណាក់កាលនេះហើយឈិនមួយគេក៏បាននិយាយថាប្រសិនបើខ្ញុំមិនអាចមើលឃើញពីស្ថានភាពនៅក្នុងសមត្ថភូមិនេះទេច្បាស់ណាស់ខ្ញុំនឹងបាត់បង់ឱកាសដ៏ធំមួយខ្ញុំឆ្ងល់ថាតើខ្ញុំអាចដោះនៅផ្នែកពណ៌ខៀវរបស់ខ្ញុំដែលជាផ្នែកគំនិតទី4បានដែរឬទេភ្លាមនោះឈិនមួយក៏បានប្រមូលផ្ដុំនៅធម្មពលជារបស់គេចូលទៅក្នុងកែផ្នែករបស់ឈិនមួយនៅពេលដែលឈិនមួយបានព្យាយាមបង្កើតនៅសញ្ញាសម្គាល់ផ្នែកមីពណ៌ខៀវរបស់គេនឹងឯនោះនេះមានក៏សូមបញ្យល់ទៅចឹងណាឈិនមួយគឺមានផ្នែកទាំង3ស្ទប់រួចបាត់ទៅហើយដែលផ្នែកស្ទប់ទី1នោះគឺជាផ្នែករបស់គាត់ផ្ទាល់ចំណែកឯស្ទប់ទី2គឺជាផ្នែកដែលបានបង្កើតឡើងដោយផ្នែកមេឃខណៈពេលដែលផ្នែកទី3គឺជាផ្នែកពណ៌បៃតងនឹងឯមានក៏សូមថាហៅផ្នែកកម្រិតទី1កម្រិតទី2ចឹងណានឹងឯឥឡូវយើងបកមកកាន់សេរីរបស់យើងវិញឈិនមួយគេក៏បានគិតថាបើសិនបើគេអាចបង្កើតជាមួយនឹងផ្នែកពណ៌ខៀវដែលជាផ្នែកកម្រិតទី4ច្បាស់ណាស់គេនឹងអាចមើលឃើញច្បាស់ជាងមុនទៅទៀតបន្តិចក្រោយមកនៅពេលដែលឈិនមួយក៏បានប្រមូលផ្ដុំនៅធម្មពលទៅកាន់ផ្នែករបស់ឈិនមួយគេក៏មានអារម្មណ៍ថាមានដាននៃវ័យមួយបានចូលទៅក្នុងផ្នែករបស់គេរួមជាមួយនឹងធម្មពលជីវិតរបស់គេផងដែរដែលធ្វើឲ្យឈិនមួយគឺមានការផ្ច្បាស់ភ្លាមនៅពេលដែលគេក៏បានសម្លឹងទៅមើលអ្វីទាំងអស់នៅលើសមត្ថភូមិគឺឃើញកាន់តែច្បាស់ជាងមុនថែមទៀតដែលឈិនមួយគេក៏បានលន់មកថាមានផ្នែកអ្នកដទៃនៅក្នុងផ្នែករបស់ខ្ញុំនឹងឯមានក៏សូមប្រហាប់ទៅចឹងណាដែលផ្នែកនោះគឺជាផ្នែករបស់ស្ដេចរ៉ាឌូធាននឹងឯងដោយដែលអ្នកនេះបានមើលពីអនិមេរបស់គេហើយថាផ្នែករបស់ស្ដេចរ៉ាឌូធាននឹងគឺថាមានអត្តពលខ្លាំងមែនទែនសម្បីតែសត្វស្លីងក៏ដូចជាស្ដេចនេះនឹងគឺថាមិនអាចទ្រាំទ្រជាមួយនឹងផ្នែករបស់ស្ដេចរ៉ាឌូធានបាននោះឡើយដែលសម្លឹងទៅទីណាគឺថាឆេះទីនឹងតែម្ដងចឹងណាឥឡូវយើងបកមកកាន់សេរីរបស់យើងវិញឈិនមួយគេក៏បានមានអារម្មណ៍ថាមានអ្វីមួយនៅក្នុងឆ្អឹងខាងរបស់គេដែលធ្វើឲ្យគេគឺអាចមើលឃើញអំពីចលនាគឺដូចជារាល់សកម្មភាពរបស់លោកគ្រូជាតិដែលកំពុងតែធ្វើការវាយប្រហារជាមួយនឹងជើងខ្លាំងទាំងនោះនឹងឯនៅត្រង់ចំណុចនេះគឺថានៅពេលដែលឈិនមួយក៏បានសម្លឹងទៅមើលកម្មភាពរបស់លោកគ្រូជាតិគឺបានបញ្ចេញជាមួយនឹងទិន្នន័យចឹងណាដែលប្រៀបបាននៅពេលដែលយើងសេជាមួយនឹង ChatGPT ចឹងណាដើម្បីរកព័ត៌មានអ្វីមួយគឺវាលោតមកគ្រប់ទិន្នន័យទាំងអស់ឥឡូវយើងបកមកកាន់សាច់រឿងរបស់យើងវិញឈិនមួយគេក៏បាននិយាយបន្តទៅថានេះមិនមែនជារឿងអ្វីដែលផ្នែករបស់ខ្ញុំគឺអាចមើលឃើញនោះទេប៉ុន្តែវាគឺជាអ្វីដែលផ្នែកអ្នកដទៃគឺអាចមើលឃើញឬអាចនិយាយបានថាគឺជានរណាម្នាក់ផ្សេងទៀតដែលកំពុងតែខ្ចីផ្នែករបស់គាត់ដើម្បីសង្កេតមើលសមត្ថភូមិមួយនោះហើយឈិនមួយគេក៏ពិតជាឆ្ងល់ខ្លាំងមែនទែនដែលគេក៏មិនដឹងថាអ្នកណាគឺខ្ចីផ្នែករបស់គេដើម្បីសង្កេតមើលនៅសមត្ថភូមិនោះឡើយនៅគណៈពេលនោះឈិនមួយក៏បាននឹកឃើញទៅដល់នៅពេលដែលគេគឺបានក៏ហៅជាមួយនឹងស្ដេចរ៉ាឌូធាននៅក្នុងទីក្រុងធានបូស្មារតីនិងវេទមន្តរបស់ស្ដេចរ៉ាឌូធានគឺត្រូវបានប្រើប្រាស់ទៅលើរូបរាងកាយរបស់ឈិនមួយដែលប្រៀបបានដូចជាឧបករណ៍ដើម្បីចូលទៅ
ក្នុងរូបចម្លាក់របស់ស្ដេចរៈដ៏ធំមួយនោះខណៈពេលដែលឈុតមួយក៏កំពុងតែបញ្ចេញជាមួយនឹងបច្ចេកទេសទៅកម្រិតរាងកាយទាំង3របស់គេដែលធ្វើឈុតមួយគឺមានអារម្មណ៍ថាមានអ្វីមួយចូលទៅក្នុងខ្លួនរបស់គាត់រួមគ្នាជាមួយនឹងចរន្តឈាមឈីហើយអ្នកនរឈាមឈីនឹងគឺថាឈាមនៃធម្មពលឈីអញ្ចឹងណាឥឡូវយើងបងមកកាន់សេរីរបស់យើងវិញនៅពេលដែលពុទ្ធសាសនៃនិកាយគឺបានមកដល់ហើយបានបញ្ចេញជាមួយនឹងការដកទ័ពអរិយឬក៏ជាការដកទ័ពបិសាចហ្នឹងឯងទោះបីជាវាមិនមែនជាការដេញដាច់រយៈដូចធានឲ្យត្រឡប់ទៅវិញក៏ដោយឈុនមួយក៏មានអារម្មណ៍ថាការកោះហៅរបស់គេគឺត្រូវបានកាត់ផ្តាច់នៅពេលដែលគេបានប្រើប្រាស់ជាមួយនឹងអក្សរបុរាណក៏បានភឿឡើងនៅលើរូបរាងកាយរបស់ស្ដេចរៈដូចធានចំណុចឯស្មារតីនិងអំណាចវិទ្យាបុណ្យដែលបានចេញពីរូបរាងកាយរបស់ឈុនមួយក៏ត្រូវបានកាត់ផ្តាច់ផងដែរនេះគឺមានន័យថាមានផ្នែកមួយនៃស្មារតីនិងអំណាចវិទ្យាបុណ្យរបស់ស្ដេចរៈដូចធាននៅក្នុងខ្លួនរបស់ឈុនមួយផងដែរដូច្នេះបានជាឈុនមួយបានគិតថាមានតែស្ដេចរៈដូចធានតែប៉ុណ្ណោះដែលអាចខ្ចីនៅផ្នែករបស់គេដើម្បីសម្លឹងទៅមើលនៅសមរភូមិដែលកំពុងតែក្តៅកកមួយនោះដោយដឹងថាស្ដេចរៈដូចធាននៅក្នុងខ្លួនរបស់គេធ្វើឈុនមួយគឺមានការផាត់ភ័យខ្លាំងមែនទែនព្រមទាំងបានសួរខ្លួនឯងថាហេតុអ្វីបានជាគេមិនមានអារម្មណ៍ប្រក្តីណាមួយនៅពេលដែលគេក៏កំពុងតែបញ្ចេញជាមួយនឹងបច្ចេកទេសវិទ្យាមន្តទាំង3តើស្ដេចរៈដូចធានមានកម្រងអ្វីទៅនៅពេលនេះហើយឈុនមួយក៏បានគិតបន្តទៀតថាលោកជេស៊ីក៏មានជាមួយនឹងវិញ្ញាណមួយទៀតនៅក្នុងខ្លួនរបស់គាត់ដែលជាវិញ្ញាណរបស់មេសាសនាបិសាចចឹងណាដូច្នេះបើសិនបើឈុនមួយគឺទទួលបានស្ដេចរៈដូចធានគឺវាពិតជាល្អមួយយ៉ាងដែរសម្រាប់ឈុនមួយដែលបានឲ្យស្ដេចរៈដូចធានគឺខ្ចីផ្នែករបស់គេគឺប្រើប្រាស់ដើម្បីសង្កេតនៅសមរភូមិមួយនោះចំណែកឯឈុនមួយក៏ទទួលបានបទពិសោធន៍ក៏ដូចជាចំណេះដឹងយ៉ាងច្រើនផងដែរហើយអ្វីដែលនៅក្នុងខ្លួនរបស់ឈុនមួយគ្រាន់តែជាផ្នែកមួយនៃស្មារតីនិងអំណាចវិទ្យាមន្តរបស់ស្ដេចរៈដូចធានតែប៉ុណ្ណោះមិនថាស្ដេចរៈដូចធានខ្លាំងប៉ុណ្ណានោះទេគាត់ក៏មិនអាចយកឈ្នះឈុនមួយបានដែរដរាបណាឈុនមួយក៏អាចគ្រប់គ្រងនៅរាងកាយរបស់គេបានប្រកបណាស់ឈុនមួយក៏អាចកម្ចាត់នៅស្មារតីនិងអំណាចរបស់ស្ដេចរៈដូចធាននៅក្នុងខ្លួនរបស់គេបានហើយលើនេះឈុនមួយក៏មានតែធ្វើពុតជាមិនដឹងអ្វីទាំងអស់ដើម្បីឲ្យឈុនមួយគឺអាចមើលឃើញពីបទពិសោធន៍ក៏ដូចជាចំណេះដឹងពីសមរភូមិនោះគឺកាន់តែច្បាស់ឡើងចឹងណាហើយនៅទីបំផុតឈុនមួយក៏បានមើលឃើញនៅសមរភូមិទាំងនោះគឺកាន់តែច្បាស់ជាងមុនថែមទៀតតែគេក៏បានឃើញជាមួយនឹងដាវរបស់លោកគ្រូជាតិគឺមិនមែនជាដាវដែលបង្កើតឡើងដោយដែកនោះទេប៉ុន្តែវាគឺជាដាវដែលបង្កើតឡើងដោយធម្មពលឈីរបស់លោកគ្រូជាតិដែលអាចផ្លាស់ប្ដូរជាច្រើនទម្រង់អាចប្រៀបបានទៅនឹងវិជាដាវរបស់លោកតាកោផងដែរនៅពេលដែលគ្រូជាតិក៏បានបញ្ចេញជាវិញ្ញាណជំនាញដាវរបស់គាត់សម្បីតែទម្រង់ដាវមូលដ្ឋានក៏មើលទៅស្មុគស្មាញនិងអស្ចារ្យខ្លាំងដែរមិនត្រឹមតែទម្រង់ដាវមូលដ្ឋាននៅក្នុងជំនាញដាវរបស់គាត់តែប៉ុណ្ណោះទេថែមទាំងមានការគណនានិងការបំលែងដែលស្មុគស្មាញជាងនេះទៅទៀតដែលនោះក៏ជាស្នៀតដាវនៃសាសនាតៅដែលបានធ្វើឲ្យជាមួយគឺមានការផ្ចាប់បាយយ៉ាងខ្លាំងចំពោះវិជាដាវរបស់លោកគ្រូជាតិនោះគឺជាបច្ចេកទេសគណនាដ៏ស្មុគស្មាញដែលវាពិតជាអស្ចារ្យខ្លាំងណាស់ប្រសិនបើយើងអាចយកនិមិត្តសញ្ញាយិននឹងយ៉ាងទៅជាឧទាហរណ៍ទៅនឹងនរណាម្នាក់ប៉ុន្តែមិនមែនគ្រប់គ្នាអាចគណនាសមាមាត្រនៃរង្វង់ដែលខ្សែកងកាត់ផ្ដាច់នោះទេនេះពាក់ព័ន្ធទៅនឹងទម្រង់ដំបូងនៃសាសនាតៅដែលវាជាល្បិចដើម្បីប្រឲ្យយិននឹងយ៉ាងមានអំពើទៅលើគ្នាទៅវិញទៅមកនៅក្នុងពីររបៀបដើម្បីសម្រេចបានការប្រើប្រាស់នៅធម្មពលកំពូលដែលវាពិតជាមានសារៈសំខាន់បំផុតប្រសិនបើមនុស្សម្នាក់ឈានដល់កម្រិតខ្ពស់ជាងនេះពួកគេនឹងត្រូវតែគណនាទៅជាទូសភាពប្រៀបដូចស៊ូកុងនិងជីងហើយសេរីមកទៅកម្មការសមរភូមិនៅវិញជាក៏បានឃើញថាគ្រូជាតិក៏បានប៉ះទង្គិចគ្នាជាមួយនឹងប្រជាទាំង3ដែលនោះគឺជាគ្រូពៅបរិចំណាស់លីនិងលោកម្ចាស់ធានដែលពួកគេស្ទើរជាកំពូលជើងខ្លាំងចឹងណាហើយចំពោះរូបកាយវិញ្ញាណដែលពួកគេទាំង3គឺបានបញ្ចេញមកនោះគេអាចប្រៀបបានទៅនឹងព្រះបុរាណ3អង្គដែលពួកគេម្នាក់ៗគឺមានជំនាញពិសេសរៀងៗខ្លួនចឹងណានៅកាលណាពេលនោះអ្នកសិក្សាពើក៏បានបញ្ចេញជាមួយនឹងជួរនៅក្នុងដៃរបស់គាត់ដែលមើលទៅហាក់ដូចជារំពាត់ដែលធ្វើចេញពីកន្ទុយសេះដែលអំណាចរបស់វាក៏ពិតជាមិនធម្មតានោះទេរីឯបរិចំណាស់លីគាត់គឺជាអ្នកវឹកហាត់ដាវនិងជាគ្រូវឹកហាត់ជំនាញដាវផងដែរដែលជំនាញដាវរបស់គេពិតជាមានភាពសុខស្មាញខ្លាំងណាស់ប៉ុន្តែទោះបីជាជំនាញដាវរបស់គេពិតជាមានភាពសុខស្មាញយ៉ាងណាក៏ដោយក៏នៅតែទាបជាងគ្រូជាតិអញ្ចឹងដោយសារតែបរិចំណាស់លីគឺបានរៀនជំនាញដាវរបស់គាត់ជាមួយនឹងមូលដ្ឋានទម្រង់ដាវរបស់គាត់គឺថាមានតែចំនួន14តែប៉ុណ្ណោះគឺទាបជាងលោកគ្រូជាតិឆ្ងាយណាស់ហើយចំណែកឯប្រជាធាននៅវិញគាត់គឺជាអ្នកចម្រាញ់សត្វអិតទៅជាសត្វពឹសដែលប្រែក្លាយពួកវាទៅជានេះជាច្រើនប្រភេទនិងចម្លែកផងដែរក៏ប៉ុន្តែទោះបីជាសត្វទាំងនេះមានអំណាចខ្លាំងក្លាប៉ុណ្ណាក៏ដោយក៏ពួកគេមិនអាចទប់ទល់ជាមួយនឹងលោកគ្រូជាតិបាននោះទេចំណែកឯឈុនមួយគេក៏បានគិតថាលោកម្ចាស់ធាននឹងគឺមិនអាចទ្រាំទ្រជាមួយនឹងលោកគ្រូជាតិបានយូរនោះទេហើយម្យ៉ាងទៀតក្រៅពីអ្នកទាំង3នោះនៅតែមានមនុស្ស4នាក់ថែមទៀតហើយនៅក្នុងចំណោមពួកគេទាំង3គឺមានដូចជាលោកម្ចាស់ឈីដាយូមកពីនិកាយអ្នកសុំទានដែលមានបច្ចេកទេសដ៏អត់កម្បាំងមួយហើយបច្ចេកទេសអត់កម្បាំងនោះគឺថាមិនធម្មតានោះឡើយរាងកាយរបស់គាត់ក៏អាចប្រែក្លាយដូចជារូបរាងផ្សេងទៀតព្រមទាំង teleport បានទៅគ្រប់ទីកន្លែងចំណែកឯមនុស្សទៀតគឺជាគ្រូខាងវិញ្ញាណដាហ្វានដែលនៅក្នុងសាយរឿងអានីមេគឺគេហៅថាដាយុនចឹងណាតែមានគេសង្កេតថាដាហ្វានហ្នឹងឯងក៏ព្រោះតែសាយរឿង novel គឺគេសរសេរចឹងណាបើសិនជាអត់មាននិយាយតាមឈ្មោះនៅក្នុងអានីមេគឺថាអត់មានច្រឡំចឹងណាចឹងហើយអត់មានក៏សុំហៅបែបហ្នឹងចឹងណាឥឡូវយើងបកមកកាន់សាយរឿងរបស់យើងវិញចំណែកឯសមត្ថភាពរបស់គេវិញគឺខ្សោយបំផុតនៅក្នុងចំណោមពួកអ្នកទាំងអស់គ្នានេះក៏អាចនិយាយបានថាគ្រូជាតិគឺមិនទាន់ចាប់អារម្មណ៍ជាមួយនឹងគេនោះទេដោយសារតែគ្រូខាងវិញ្ញាណដាហ្វានគឺជាគ្រូដែលមានកម្រិតទាបជាងគេចឹងណានៅក្នុងចំណោមជើងខ្លាំងទាំងអស់ចឹងណារីឯអ្នកទី4វិញគឺជា
ជាប្រសង់ស៊ីកុងដែលមកពីវត្តមហាកម្លាំងហើយធម្មពលរបស់គាត់គឺមិនធម្មតានោះទេក៏ប៉ុន្តែទោះបីជាគាត់មានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយក៏មិនអាចទប់ទល់ជាមួយនឹងលោកគ្រូជាតិបាននោះទេហើយអ្នកចុងក្រោយវិញគឺជាបរិសុទ្ធពាក់របាំមុខសម្រិតដែលការវាបហារបស់គេគឺវាសម្រុកយ៉ាងខ្លាំងចឹងណាហើយចំពោះបរិសុទ្ធនេះបានធ្វើជាមួយគឺមានការងើយឆ្ងល់ខ្លាំងមែនទែនជាមួយនឹងសាវតារបស់គេនឹងហើយនៅត្រង់ហ្នឹងឯងមានក៏សូមប្រាប់ពីសាវតារបស់បរិសុទ្ធអត់កម្លាំងនឹងចឹងណាថាគេគឺជាខ្សែរបស់រាជវង្សដោយសារតែគេគឺបានហាត់រៀនជាមួយនឹងវិជ្ជាបច្ចេកទេសទាំង9ចឹងណាដែលនេះគឺជាវិជ្ជានៅក្នុងគ្រួសារលីនៃខ្សែរាជវង្សហើយអ្វីដែលលើពីនេះនោះគឺថាអំណាចរបស់គេគឺថាមិនធម្មតានោះឡើយនៅក្នុងចំណោមអ្នកជាន់ខ្ពស់របស់គ្រួសារលីនឹងហើយឥឡូវយើងបកមកកាន់សេរីរបស់យើងវិញទោះបីជាការវិភាគរបស់បរិសុទ្ធអត់កម្លាំងខ្លាំងយ៉ាងណាក៏ដោយក៏គ្រូជាតិនៅតែអាចទប់ទល់ជាមួយនឹងគេបានប៉ុន្តែគ្រូជាតិគឺមិនសម្លាប់គេនោះទេនេះក៏អាចបញ្ជាក់បានថាគ្រូជាតិក៏ដឹងអំពីសាវតារបស់បរិសុទ្ធអ្នកនឹងចឹងណាចំណែកឯឈិតមកគេក៏មិនបានគិតដូច្នោះនោះទេគេបែរជាគិតថាគ្រូជាតិគឺមិនអាចសម្លាប់គេបាននោះទេដោយសារតែគេគឺមានកម្លាំងមិនធម្មតានោះឡើយនៅខណៈពេលនោះក៏មានភ្នំដ៏ធំសម្បើមមួយក៏បានលេចឡើងនៅពីក្រោយរបស់ឈិតមូនិងហោះសម្ដៅឆ្ពោះទៅរកកន្លែងដែលគ្រូជាតិគឺបានប្រយុទ្ធគ្នាដែលធ្វើឲ្យឈិតមូគឺមានការស្វាព្រមទាំងបានលន់មកថាតើនេះគឺជានរណាទៅប៉ុន្តែអ្វីទាំងនោះគឺជាមិនមែនភ្នំពិតនោះទេវាគឺជាក្បួនដំណើររបស់ព្រះសង្ឃដែលធ្វើដំណើរមកពីវត្តមហាកល័នរបស់ព្រះពុទ្ធរូឡៃឬមួយក៏យើងអាចនិយាយបានថាគឺជាក្បួនដំណើររបស់ព្រះសង្ឃនៃវត្តមហាកល័នចឹងណាជាមួយនឹងគ្នានោះឈិតមូក៏បានគិតថាតើពួកគេចង់ធ្វើអ្វីទៅភ្លាមៗនោះមនុស្សរបស់បសុគេក៏បានក្លែងទៅមើលរូបរាងរបស់ភ្នំព្រះសុមេរុដែលកំពុងតែអណ្ដែតឡើងទៅលើលំហអាកាសនៅគណៈពេលនោះព្រះសង្ឃទុយគេក៏បានរកថាលីក្បាលទំពេកដោយសារតែព្រះសង្ឃទុយគេបានឃើញជាមួយនឹងមនុស្សចំនួនថ្មីដែលជាលីក្បាលទំពេកចឹងណាហើយបានបង្ខំមកគេហៅថាលីទំពេកដែរយ៉ាងណាមិញឥឡូវនេះគេក៏ខ្លាចជាផ្នែកមួយនៃបសុគេបាត់ទៅហើយទោះបីជាគេជាព្រះសង្ឃក៏ដោយចំណែករូបរាងភ្នំសុមេរុដែលកំពុងតែអណ្ដែតនៅលើលំហអាកាសនោះដែលពោពេញទៅដោយព្រះសង្ឃក៏ដូចជាព្រះដេចគុណក៏បានសម្លឹងមកមើលពួកគេព្រមទាំងបានបោះសម្ដីថានេះគឺជាសត្វចង្រៃនៃបសុគាដោយលឺព្រះសង្ឃទាំងនោះនិយាយបាត់មើលធ្វើឲ្យទៅមាត់របស់ឈិតមូក៏បានផ្លាស់ប្ដូរបន្តិចព្រមទាំងបាននៅក្នុងយថាទំនាក់ទំនងរវាងបបរិសុទ្ធនិងវត្តអារាមដ៏អស្ចារ្យហើយដូចជាតានតឹងបន្តិចចំណែកឯសាច់រឿងរបស់យើងក៏ត្រូវបានកាត់ស្លេះតែត្រឹមហ្នឹងហើយអមីនក៏សូមអាសីសផងចំពោះថ្ងៃហ្នឹងចឹងណាដោយសារតែមិនក៏បានដាក់ច្រើនជូនអ្នកទាំងនោះទេដោយសារតែមិនគឺរៀងរវល់ចឹងណាគឺឆ្លៀតបានតែបន្តិចបន្តួចតែប៉ុណ្ណោះចឹងហើយសង្ឃឹមថាអ្នកខ្លះនឹងអាសីសមកកាន់តែមានម្នាក់មួយផងហើយមួយវិញទៀតបើសិនជាអ្នកខ្លះណាមិនចូលសាច់រឿងនៅត្រង់ចំណុចណាមួយអមីនក៏មានជាមួយនឹងក្រុមសម្រាប់អាន novel free ដើម្បីឲ្យអ្នកខ្លះចូលទៅអាននៅសាច់រឿងដែលអមីនគឺបានសម្រាយចឹងណាដើម្បីចង់ដឹងថាសាច់រឿងហ្នឹងគឺវាវល់ប៉ុណ្ណាហើយម្យ៉ាងមួយទៀតអមីនក៏មានជាមួយនឹងក្រុមសម្រាប់អាន novel ទាំងអស់ហ្នឹង VIP ដែរចឹងណាដែលអមីនគឺបានដាក់ជាមួយនឹងសាច់រឿងហ្នឹងគឺថា400 chapter ហើយរីឯរឿងប្រព័ន្ធនៃក្បាច់គុណគឺថាអមីនក៏បានដាក់ចិត្តចប់ទៅហើយចំណែកឯរឿងវាងលីនអមីនគឺបានដាក់ចប់ជាមួយនឹងចម្ពោះអស់ទៅហើយចឹងហើយបើសិនជាអ្នកណាដែលចង់អានក៏អាចចូលទៅអានបានចឹងណាដែលអមីនក៏នឹងទំនាក់ link Telegram ផ្ទាល់ខ្លួនរបស់បងប្រុសមីននៅក្រោម comment នឹងហើយជាចុងក្រោយមីនក៏សូមអរគុណអ្នកដែលបានទស្សនាវីដេអូរបស់មីនតាំងពីដើមដល់ចប់មីនក៏ជូនពរឲ្យមានសុខភាពល្អទៅណាមកណាទីចិត្តទីថ្ងៃមានសុខភាពគ្រប់ពេលវេលាដោយរងចាំជួបជាមួយនឹងមីននៅវីដេអូក្រោយៗទៀត